បងប្អូនកំពុងតែមានអាការៈឈឺសន្លាក់ដៃសន្លាក់ជើងសន្លាក់ចង្កេះសន្លាក់ជង្គង់បាទខ្ញុំមកប្រាប់បងប្អូនពីឱសថធម្មជាតិមួយដើម្បីបំបត្តិអាការៈទាំងនេះបងប្អូនក៏បានដឹងហើយថាឱសថរុក្ខជាតិគឺជាឱសថបុរាណមួយដែលជួយព្យាបាលជំងឺគ្រប់ប្រភេទដោយសារសម័យនេះគឺជាសម័យទំនើបជាសម័យវិទ្យាសាស្ត្រដូច្នេះឱសថសម័យកាន់តែច្រើនដូច្នេះយើងភ្លេចទៅលើឱសថរុក្ខជាតិរបស់យើងប៉ុន្តែបងប្អូនមុននឹងសាកចូលដល់ព្យាបាលនៅឱសថបែបវិទ្យាសាស្ត្របងប្អូនមកជ្រើសរើសការព្យាបាលដោយឱសថបុរាណរបស់យើងវិញបាទអញ្ចឹងតើអាចកំបាំងនេះគឺវាយ៉ាងម៉េចដែលធ្វើឲ្យឱសថបាទធម្មជាតិរបស់យើងគឺល្អសម្រាប់ជំងឺសន្លាក់ដៃសន្លាក់ជើងបាទគ្រប់សន្លាក់ដែលមាននៅក្នុងខ្លួនហើយទាំងនេះគឺជារូបមន្តផ្សំពីឱសថធម្មជាតិរបស់យើងមានដូចជារមៀត1ស្លាបព្រាកាហ្វេខ្ញី1ស្លាបព្រាកាហ្វេទឹក2កែវទឹកឃ្មុំ1ស្លាបព្រាកាហ្វេបាទតើយើងមើលពិធីធ្វើទាំងអស់គ្នាទឹកដាំឲ្យពុះរួចដាក់ខ្ញីនិងរមៀតចូលរំងាស់10ទៅ15នាទីបន្ទាប់មកច្រោះយកទឹកចេញរួចហើយសម្ដាក់ទឹកឃ្មុំ1ស្លាបព្រាបាយជាការស្រេចបងប្អូនអាចពិសាព្រឹក1កែវល្ងាច1កែវយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងក្លាដល់អស់លោកស្រីដែលបានតាមដានទស្សនានៅវីដេអូរបស់ខ្ញុំមួយនេះសូមឲ្យបងប្អូនប្រកបមុខរបរបានជោគជ័យគ្រប់ភារកិច្ចនិងប្រាជ្ញាពីជំងឺទាំងឡាយទាំងពួងបាទសូមអរគុណនិងសូមជម្រាប